បាទពុកម៉ែបងប្អូនថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកផ្លៃអារម្មណ៍ដងមើលក្លប់តែឃើញជាងរឹតធ្វើការងារធំដុំអីចឹងឥឡូវយើងមកធ្វើកម្មពាក់ដៃម្ដងមើលប្រភេទឈើកញ្ញូងពុកម៉ែបងប្អូនថ្ងៃហ្នឹងគេហៅថាកម្មញីឈ្មោលកម្មស្រីប្រុសចឹងគូសង្សារមកគូចឹងណាពុកម៉ែបងប្អូនមានស្រីមានប្រុសចឹងគេហៅថាញីឈ្មោលចិត្តចូលឆ្នាំចឹងគេយកហុងស៊ុយអ្នកដែលចូលចិត្តពាក់គឺគេចូលចិត្តណាប្រភេទឈើក្លឹមពុកម៉ែបងប្អូនឈើកោបចឹងណាហ្នឹងហើយអ្នកដែលចូលចិត្តពាក់គឺចូលចិត្តអ្នកដែលមិនចូលចិត្តគឺមិនដឹងថាម៉េចទេហ្នឹងហើយជំរាបសួរហើយក៏សួស្ដីពុកម៉ែបងប្អូនថ្ងៃនេះមកចេញវីដេអូចែករំលែកតិចតួចបទពិសោធន៍តិចតួចឲ្យពុកម៉ែបងប្អូនមើលពីការធ្វើកម្មមកខ្ញុំបាទចឹងណាហ្នឹងហើយពុកម៉ែបងប្អូនមិនថាការងារតូចការងារធំការងារអ្វីក៏ដែរឲ្យតែបានប្រាក់កម្រៃចំគូសាឲ្យតែការងារដែលយើងចូលចិត្តហើយយើងពេញចិត្តស្រឡាញ់វាគឺយើងធ្វើទាំងអស់កុំថាការងារនេះការងារតិចការងារធំការងារលុយតិចលុយច្រើនមិនបាច់ទេពុកម៉ែបងប្អូនឲ្យតែគេពេញចិត្តនឹងកម្ងយើងធ្វើទៅទាំងអស់ធ្វើអ្វីក៏មានតម្លៃដែរឲ្យតែយើងគិតថាមានតម្លៃការងារអ្វីក៏ល្អដែរឲ្យតែយើងឲ្យតម្លៃវាហើយការងារអ្វីក៏ល្អដែរមិនថាតូចមិនថាធំអ្នកខ្លះឃើញការងារតូចតាចមិនហ៊ានទទួលអញ្ចឹងទទួលតែការងារធំមិនមែនទេខ្ញុំបាទធ្វើទាំងអស់ឲ្យតែការងារដោយកម្លាំងញើសឈាមឲ្យតែការងារដែលយើងចេះអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយឥឡូវយើងមកចូលសាច់រឿងយើងវិញនេះបន្ទាប់ពីនេះយើងយកក្រាស់ខាត់មកខាត់វាដើម្បីឲ្យវារលើបរលោងអញ្ចឹងណាពុកម៉ែបងប្អូនឲ្យវាខាត់ឲ្យដាច់ឲ្យស្មើគ្នាយើងដាក់មកនេះម៉ូទ័រស្វានយើងមកដាក់មកទៅយើងដាក់ចុះរុននឹងវាប៉ិនហ្នឹងមកយើងយកមកខាត់ជាមួយក្រាស់ខាត់យើងលេខអលងអញ្ចឹងដូចជា320 400អញ្ចឹងទៅតែបន្ទាប់ពីយើងខាត់ហើយនេះពុកម៉ែបងប្អូនឥឡូវបន្ទាប់ពីយើងខាត់ហើយយើងយកមកបន្ទាប់នេះយើងយកថ្នាំតិចតួចមកហើយយើងយករបស់ដែលយើងធ្វើឲ្យវាលងពុកម៉ែបងប្អូនអ្នកដែលមានកម្មចាស់អាចឆាតសួរខ្ញុំបាននៅឬក៏ comment នៅក្រោមវីដេអូខ្ញុំបានខ្ញុំប្រាប់ថាពុកម៉ែបងប្អូនជាបទពិសោធន៍តិចតួចពុកម៉ែបងប្អូនអ្នកខ្លះដែលគាត់ចេះក៏ចេះជួយណែនាំខ្ញុំផងបើខ្ញុំមិនសូវចេះគឺខ្ញុំចេះប្រហែលគឺខ្ញុំប្រាប់បងប្អូនប៉ុណ្ណឹងដូចខ្ញុំបាននេះដល់ឆ្នាំយើងលាបយើងជូតថ្នាំមកលងពុកម៉ែបងប្អូនហ្នឹងហើយគេហៅថាប្រភេទឈើកោបចឹងណាពុកម៉ែបងប្អូនហើយមើលតែដៃអ្នកធ្វើទៅពុកម៉ែបងប្អូនធ្លាប់តែឃើញខ្ញុំបាទធ្វើម្ហូបធ្វើអីដៃស្អាតតែពេលធ្វើការខ្ញុំគឺគ្មានល្អទេពុកម៉ែបងប្អូនបើធ្វើការងារធំដុំជាងនឹងទៀតរើតតែប្រឡាក់ជាងនឹងទៀតការងារអ្វីក៏ដែរពុកម៉ែបងប្អូនឲ្យតែការងារដោយកម្លាំងញើសឈាមយើងឲ្យការងារដែលយើងពេញចិត្តល្អទាំងអស់មិនថាការងារតូចការងារធំលុយតិចលុយច្រើនទេហ្នឹងហើយឥឡូវយើងចាប់ផ្ដើមនេះយើងចាប់ផ្ដើមដាក់ទៅឲ្យវារលើបរលោងហ្នឹងហើយពុកម៉ែបងប្អូនណាដែលគិតថាវីដេអូនេះល្អពុកម៉ែបងប្អូនអាច share បានហើយក៏comment នៅក្រោមវីដេអូខ្ញុំនឹងប្រាប់ថាការធ្វើកម្មអាម៉េចបានកម្មចាស់ឲ្យវាចង់ធ្វើឲ្យវាលងវិញខ្ញុំប្រាប់ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយជាសារចែករំលែកទៅបើបងប្អូនណាចេះខ្លាំងជាងខ្ញុំក៏ចេះទៅអ្នកដែលមិនចេះគឺសួរខ្ញុំអាចបានខ្ញុំមានបទពិសោធន៍មកខ្ញុំប្រាប់ប៉ុណ្ណឹងចឹងណាពុកម៉ែបងប្អូនហ្នឹងហើយតែសារមនុស្សយើងម្នាក់មានការងាររៀងខ្លួនហើយមានបទពិសោធន៍រៀងខ្លួនមិនដូចគ្នានោះទេព្រោះយើងមនុស្សយើងមកខុសគ្នាចឹងណាហ្នឹងហើយពុកម៉ែបងប្អូនណាដែលចង់ធ្វើឲ្យកម្មថ្មីឬកម្មយើងពាក់ដៃចាស់ទៅវាចាស់ជាអីអាចឆាតសួរខ្ញុំបានឬក៏ comment នៅក្រោមវីដេអូខ្ញុំបាទខ្ញុំប្រាប់នឹងចឹងណាពុកម៉ែបងប្អូនហ្នឹងហើយកម្មនេះដែរគឺគេចូលចិត្តពាក់គឺគេចូលចិត្តពាក់ណាពុកម៉ែបងប្អូនដើម្បីលើករាសីគេដើម្បីយកហុងស៊ុយដើម្បីគេហៅថាមានហុងស៊ុយហុងអីចឹងទៅអ្នកខ្លះនេះញីឈ្មោះនេះគេយកទៅគេបញ្ចុះគេថាបញ្ចុះផ្លាទីនផ្លាអីក្នុងនឹងទៀតគេបញ្ចុះមុនគុំអីទៀតអាហ្នឹងរឿងរបស់គេអាហ្នឹងយើងមិនដឹងទេអានេះគ្រាន់តែការប្រាប់របស់គេអញ្ចឹងណាគេមិនឲ្យយើងចងទេគេឲ្យតែយើងធ្វើឲ្យគេស្អាតហើយចងជាខ្សែធម្មតាឲ្យគេទៅគេយកទៅធ្វើចងឲ្យខ្លួនគេយកទៅបញ្ចុះខ្លួនគេអញ្ចឹងទៅអ្នកនេះពុកម៉ែបងប្អូនស្អាតណាពុកម៉ែបងប្អូនហ្នឹងហើយបើស្អាតពុកម៉ែបងប្អូនអាច comment នៅក្រោមវីដេអូខ្ញុំបានបើមិនស្អាតអីពុកម៉ែបងប្អូនអាចអ្នកដែលចេះជាងខ្ញុំអីអាចណែនាំខ្ញុំបានផងខ្ញុំមិនសូវចេះប្រហែលទេដោយសារការងារខ្ញុំវាច្រើនពេកអញ្ចឹងណាអញ្ចឹងយើងការងារដូចខ្ញុំបានថាការងារអ្វីក៏ខ្ញុំធ្វើដែរមិនថាតូចការងារធំទេចាំតែធ្វើការតែមួយមុខហ្នឹងគឺដាច់បាយឥឡូវហើយយើងធ្វើការអីក៏យើងធ្វើតិចច្រើនតិចក្តីច្រើនក្តីក៏យើងធ្វើទាំងអស់ហ្នឹងហើយបើពុកម៉ែបងប្អូនគិតថាវីដេអូនេះល្អពុកម៉ែបងប្អូនអាចជួយ like ជួយ share ជាពិសេសជួយ share ដើម្បីពុកម៉ែបងប្អូនមានកម្មចាស់អីពុកម៉ែបងប្អូនអាចចង់ឲ្យធ្វើថ្មីលើបលូកដូចខ្ញុំបានអាចឆាតសួរខ្ញុំបានសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសុខសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូន